ดับเปลี่ยน ការពារចំណុចចុងក្រោយប៉ុន្តែសំខាន់បំផុតនោះគឺការការពារដំណឹងល្អគឺថាជំងឺរលាកថ្លើមប្រភេទ B នេះអាចការពារបានមធ្យោបាយការពារដ៏សំខាន់បំផុតគឺការពារដោយថ្នាំបង្ការឬវ៉ាក់សាំងដោយសារតែការចម្លងវីរុសពីម្ដាយទៅទារកអំឡុងពេលសម្រាលជាមូលហេតុដ៏សំខាន់នៃការបង្កទៅជាជំងឺរ៉ាំរ៉ៃនៅលើពិភពលោកដូច្នេះការការពារត្រូវតែចាប់ផ្ដើមពីពេលនេះដូចនេះទារកត្រូវតែទទួលបានវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ដុសពេលកើតឲ្យបានឆាប់បំផុតភ្លាមនៅក្នុងរយៈពេលតិចជាង24ម៉ោងក្រោយពេលកើតបន្ទាប់ពីដូសពេលកើតកុមារត្រូវតែទទួលវ៉ាក់សាំង DPT Hep B Hep ចំនួន3ដូសបន្ថែមទៀតគឺលើកទី1នៅអាយុ6សប្តាហ៍លើកទី2នៅអាយុ10សប្តាហ៍និងលើកទី3នៅអាយុ14សប្តាហ៍ការចាក់វ៉ាក់សាំងនេះទាន់ពេលវេលាគឺចាំបាច់ដើម្បីការពារកុមារពីការក្លាយទៅជាអ្នកទុកមេរោគរ៉ាំរ៉ៃនៅពេលអនាគតជើងជាអ្នកការពារសុខភាពប្រជាជនបើផ្លូវសំខាន់បាក់សាំងចាំបាច់